រពេលស្ត្រីនោះបញ្ចប់ពីកញ្ចប់កូនស្រីដែលតែងតែយកលេសទៅចោលសម្រាប់ដើរទៅកាន់ចិនដើរជើងក្នុងមន្ទីរពេទ្យចំហុយដែលស្ងួតរឹងជ្រលក់ទឹកស៊ុបដែលនៅសល់ក្នុងចានរួចហូបម្ដងមួយម៉ាត់ទិដ្ឋភាពនេះបានធ្វើឲ្យក្មេងប្រុសម្នាក់ដែលដើរកាត់ចិត្តយ៉ាងខ្លាំងបន្ទាប់ពីសុំការអនុញ្ញាតម្ដាយក៏បានយកនំខេកខួបកំណើតឲ្យស្ត្រីម្នាក់នោះប៉ុន្តែគ្មាននរណានឹកស្មានដល់ស្ត្រីនោះងើបមុខមើលមុខក្មេងប្រុសឲ្យច្បាស់អារម្មណ៍នាងក៏ផ្ទុះឡើងភ្លាមព្រោះតែទម្រង់មុខរបស់ក្មេងប្រុសគឺដូចកូនប្រុសដែលនាងបង្ខំចិត្តឲ្យគេទៅការពី20ឆ្នាំមុនតែម្ដងនាងលើកដៃដែលញ័រត្រើតមកអង្អែលថ្ពាល់ក្មេងប្រុសថ្នមពោពេញដោយក្តីនឹករលឹកតែឆ្លងកាត់ពេលវេលាយ៉ាងយូរមួយខណៈទោះជាកូនប្រុសនាងនៅមានជីវិតមិនមែននៅក្មេងខ្ចីបែបនេះទៀតដែរហើយទស្សនវិជ្ជានេះចៃដន្យឲ្យត្រូវបានឪពុករបស់ក្មេងប្រុសនោះយល់ច្រឡំថានាងចង់ធ្វើបាបកូនប្រុសខ្លួនទៅធាក់ស្ត្រីនោះមួយជើងផ្ទុកនឹងប៉ុន្តែគេសំបីតែយកសពកនថាស្ត្រីដែលមើលទៅគួរឲ្យអាណិតនៅចំពោះមុខគឺជាម្ដាយបង្កើតដែលគេតាមរកនោះឡើយហើយកាន់តែមិនដឹងទៀតថាដើម្បីជួយសង្គ្រោះជីវិតគេម្ដាយត្រូវលះបង់កម្រិតណាបុរសនោះនឹងប្អូនស្រីមានជំងឺបេះដូងតាំងពីតូចពឹងផ្អែកលើចំណូលដ៏តិចចិញ្ចឹមពួកគេឲ្យធំដឹងក្តីម្នាក់ឯងពេលវេលាកន្លងផុតទៅជំងឺរបស់ក្មេងប្រុសកាន់តែធ្ងន់ធ្ងរទៅគ្រូពេទ្យបានប្រាប់ថាបើមិនប្រញាប់វះកាត់ទេគេសល់ជីវិតត្រឹមតែ7ថ្ងៃថ្លៃវះកាត់ដ៏ខ្ពស់សម្រាប់គ្រួសារក្រីក្រមួយនេះគឺពិតជាចំនួនទឹកប្រាក់ដែលមិនអាចទៅរួចឡើយក្នុងពេលតច្រកអ្នកជិតខាងក៏បានប្រាប់ផ្លូវមួយដល់នាងមានប្តីប្រពន្ធអ្នកមានដែលចង់សុំកូនប្រុសនាងទៅចិញ្ចឹមនិងទទួលថ្លៃវះកាត់ទាំងអស់ដោយប៉ុន្តែនៅលើលោកនេះគ្មានម្ដាយណាឡើយតែដាច់ចិត្តបោះបង់កូនខ្លួនឯងនោះទេស្ត្រីរូបនោះបានបដិសេធទាំងបីជាខ្ញុំត្រូវលក់កម្លាំងឬលក់ឈាមក៏មិនអីដែរយិនវិននិងលីនលីខ្ញុំដាច់ខាតមិនព្រមប្រកល់កូនបង្កើតរបស់ខ្ញុំទៅឲ្យនរណាម្នាក់ឡើយប៉ុន្តែមិនទាន់ផុតពីមាត់កូនប្រុសរបស់នាងក៏បានស្រាប់តែកងបេះដូងសន្លប់ដើម្បីរក្សាជីវិតកូនរបស់ខ្លួនស្ត្រីរូបនោះមានតែហូរទឹកតែកូនប្រុសដាក់លើឡានរបស់សេដ្ឋីដោយតែនាងបារម្ភថាដោយសារចរិតរបស់នាងរត់មកវិញដែលធ្វើឲ្យការព្យាបាលបង្ខំចិត្តនិយាយពាក្យអាក្រក់ចិត្តមិនចង់គឺជាបន្ទុកដ៏ធ្ងន់បើខ្ញុំនៅតែចិញ្ចឹមអញទៀតគ្រួសារនេះច្បាស់ជាត្រូវរលាយដោយសារតែអញចាក់ចេញទៅឲ្យឆ្ងាយភ្លាមទៅខ្ញុំមិនចង់ឃើញមុខឯងទៀតទេចេញទៅឲ្យឆ្ងាយពីទីនេះទៅតែនាងមិនដែលនឹកស្មានដល់ឡើយសម្ដីអាក្រក់ដែលចេញពីបំណងល្អនេះបែរជាធ្វើឲ្យកូនប្រុសស្អប់អស់រយៈពេល20ឆ្នាំទទួលបានជោគជ័យនិងមានទេជាប្រធានក្រុមហ៊ុនដ៏មានឥទ្ធិពលម្នាក់រឿងដំបូងដែលគេធ្វើគឺនាំប្រពន្ធនិងកូនប្រុសរបស់គេទៅស្រុកកំណើតដើម្បីនឹងឲ្យម្ដាយដែលធ្លាប់បោះបង់គេយ៉ាងដាច់ចិត្តនោះមកសុំទោសតែអ្នកដែលមកបើកទ្វារបែកជាបុរសចម្លែកម្នាក់គេបានដឹងដំណឹងពីបុរសម្នាក់តាមការនឹងដើម្បីព្យាបាលប្អូនស្រីគេម្ដាយរបស់គេបានលក់ផ្ទះមួយពីយូរណាស់ជាចុងក្រោយប្អូនស្រីមិនអាចរកប្រាក់ថ្លៃវះកាត់បានលាចាក់លោកនេះទៅចំណែកម្ដាយរបស់គេវិញក៏ប្រហែលនៅលើលោកពេលដឹងថាម្ដាយនិងប្អូនស្រីស្លាប់បាត់បង់ជីវិតបេះដូងសិប្បនិមិត្តដែលគេចំណាយប្រាក់យកស្រាប់តែមានអារម្មណ៍ឈឺខ្ទុកស្រឡាញ់ភាពជាចាប់នឹងការចង់បំណងបានដួលរំខ្ទេចខ្ទីអស់នៅក្នុងពេលថាខ្លួនឯងលែងមានឱកាសស្វែងរកយុទ្ធធម៌ទៀតហើយក៏លែងមានឱកាសដោះស្រាយភាពមន្ទិលក្នុងចិត្តទៀតដែរតែគេមិនដឹងទេថាម្ដាយនិងអូនស្រីនៅរស់រានមានជីវិតជាច្រើនឆ្នាំមកនេះម្ដាយរបស់គេដើម្បីព្យាបាលជំងឺកូនស្រីក្នុងវ័យជាង50ឆ្នាំគាត់ម្នាក់ឯងធ្វើការដល់ទៅ5កន្លែងសូម្បីតែការងារដែលអ្នកមិនចង់ធ្វើជាការងារដែលនឿយដើម្បីតែប្រញាប់លុយថ្លៃវះកាត់ឲ្យគ្រប់នៅគាត់គិតថាការងារស្រុកលុយបានលឿនក៏ខំអត់ធ្មត់នឹងភាពភ័យខ្លាចកំពុងទៅលើតែនឹកស្មានដល់ជាខុសបច្ចេកទេសធ្វើឲ្យគាត់ធ្លាក់ចុះយ៉ាងលឿនជាច្រើនជាន់បោកផ្ទុកយ៉ាងខ្លាំងទៅនឹងជញ្ជាំងកញ្ចក់លោកប្រធានឃើញហើយក៏បញ្ជាឲ្យមនុស្សមកជួយសង្គ្រោះស្ត្រីដែលកំពុងតែភ័យដើម្បីរក្សាចំណូលមួយក៏លុតជង្គង់នៅមុខលោកប្រធានប្រាប់សំពាអង្វរយ៉ាងខ្លាំងក្លាពេលដឹងថាគាត់ធ្វើដើម្បីព្យាបាលលោកប្រធានមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងបើការនោះម្ដាយរបស់លោកមានការទទួលខុសត្រូវដូចបាច់រស់នៅដោយពឹងផ្អែកលើបេះដូងសិប្បនិមិត្តតែភរិយាលោកប្រធានមានចិត្តអាណិតក៏ឲ្យលុយ2000ដល់គាត់ទុកជាប្រាក់ឈ្នួលនិងប្រាក់សំណងពេលគិតដល់ថ្លៃវះកាត់របស់កូនស្រីគាត់នៅតែទូចអង្វរដោយក្តីអស់សង្ឃឹមនឹងអាចបន្តស្នាក់នៅតែការងារការលោកប្រធានតែជាគិតថាគាត់លោកខ្លួនមិនចេះស្កប់គាត់ចេញពីក្រុមហ៊ុនដោយគ្មានក្តីមេត្តាបីសន្សំលុយពីអ្នកម្ដាយកូនបានត្រឹមដេកនៅតាមច្រកផ្លូវក្នុងបីទទួលការព្យាបាលមួយនេះត្រូវបានគ្រួសារលោកប្រធានដែលមកសុខភាពបានឃើញថាលោកមានចិត្តទោះរៀបចំបន្ទប់សម្រាប់ឲ្យពួកគេបញ្ចុះតម្លៃព្យាបាលមួយចំនួនមកក៏មានរឿងរ៉ាវកើតឡើងនៅដើមប្រហែលជាដោយសារចំណងជើងដកជាប់ក្នុងទីបំផុតក្មេងប្រុសម្នាក់ក៏បានទុកនំខេកឲ្យស្ត្រីម្នាក់នោះតែពេលដែលគាត់កាន់ទៅបន្ទប់សម្រាប់កូនស្រីបែរជាមានអាការៈបេះដូងខុសធម្មតាក្នុងស្ថានភាពស្ត្រីរូបនោះក៏ប្រញាប់ចេញរកលុយពេលចាក់ចេញកូនស្រីដែលទន់ខ្សោយបានចាប់ដៃម្ដាយជាប់រួចដោះបន្តោងសេរីសួស្ដីដែរខ្លួនពាក់ជាប់ជានិច្ចឲ្យគាត់បើសិនជាកូនស្លាប់ទៅបងត្រូវតែរកបងប្រុសខ្ញុំឲ្យឃើញបន្តោងឫស្សីសន្តិភាពមួយគឺជាវត្ថុតំណាងដែលស្ត្រីម្នាក់បានឆ្លាក់ដោយដៃសម្រាប់បងប្អូនវាក៏ជាភស្តុតាងតែមួយគត់ក្នុងការស្វែងរកយ៉ាងពេល20ឆ្នាំមកនេះស្នាក់ជ្រុងជាច្រើនស្ត្រីតែនៅតាមជ្រុងបង្ហូរទឹកភ្នែកម្នាក់ឯងដោយគ្រួសារទាំង3នាក់នឹងមានបានជួបជុំគ្នាវិញដោយគ្មានផ្លូវជ្រើសរើសស្ត្រីតែលុតជង្គង់នៅមុខមន្ទីរពេទ្យចៃដន្យឯនោះអគ្គនាយកដើរចេញពីមន្ទីរពេទ្យហើយដឹងថាបន្តោងឫស្សីសន្តិភាពតែជាប់ខ្លួនបានជំនួយការឃើញស្ត្រីនោះដាក់លុយក្នុងហោប៉ៅក៏យល់ច្រឡំថាគាត់ជាអ្នកយកដើរទៅស្ទាក់ឆែកឆេខ្លួនក៏ស្រាប់តែរកឃើញបន្តោងដែរកូនស្រីបានប្រកួតបន្តោងឫស្សីសន្តិភាពគឺឫស្សីសន្តិភាពអគ្គនាយកក៏សន្និដ្ឋានភ្លាមគាត់គឺជាចោរបន្ទាប់ពីស្ដីបន្ទោសយ៉ាងខ្លាំងគាត់ក៏ចាក់ចេញទៅឲ្យជំនួយការទៅមន្ទីរពេទ្យឲ្យបញ្ឈប់ការមើលថែទាំងអស់ចំពោះម្ដាយកូនបើគ្មានលុយបង់ថ្លៃព្យាបាលពួកគេចេញភ្លាមនៅម្ខាងទៀតដើម្បីចង់ដឹងពីកន្លែងបញ្ចុះរបស់អូនស្រីអគ្គនាយកឲ្យគេទៅអញ្ជើញអ្នកចិត្តពីឆ្នាំបែរជាបានដឹងពីការពិតទាំងអស់ដែលនាងត្រូវបានគេបញ្ជូនចេញទៅនោះក៏ព្រោះតែឯងមានចរិតរឹងរូសម្ដាយឯងខ្លាចឯងលួចរត់ត្រឡប់មកវិញទើបគាត់និយាយពាក្យសម្ដីអាក្រក់ដើម្បីបង្កបួសក្នុងចិត្តតែសម្ដីអ្នកចិត្តខាងប្រៀបដូចជារំខានបានរំលាយរាល់ការគុំគួន20ឆ្នាំរបស់គាត់នោះដែរកូនប្រុសបាននៅកាយគំនោរបស់លេងបន្តោងឫស្សីសន្តិភាពតែដូចគ្នាទៅនឹងបន្តោងនៅក្នុងដៃរបស់គាត់បានធ្វើឲ្យគាត់ភ្ញាក់ខ្លួនម្នាក់ដែលនៅមុខមន្ទីរពេទ្យអំបញ្ញមិញនេះតាមពិតគាត់បានធ្វើបាបបង្កើតរបស់ខ្លួនឯងក៏ប្រញាប់រត់ទៅមន្ទីរពេទ្យមនុស្សឈួតតែពេលនេះម្ដាយនឹងប្អូនស្រីត្រូវបានគេដេញចេញពីមន្ទីរពេទ្យបាត់ម្ដាយបានលុតជង្គង់នៅលើដីអង្គរនាយកមន្ទីរពេទ្យតែមិនទទួលបានសេចក្ដីអាណិតបន្តិចសោះឡើយផ្លូវជ្រើសរើសគាត់បានត្រឹមដាក់កូនស្រីលើខ្នងហើយដើរទៅផ្ទះមួយអគ្គនាយិកាដែលកំរត់នៅទីបំផុតចំកណ្ដាលភ្លៀងយ៉ាងជាប់បានឃើញស្រមោលក្នុងដែលសាមនឹងចាស់ជ្រៅក្ដីវិបត្តិសារីនឹងស្ដាយក្រោមបានលុតជង្គង់ចុះភ្លាមទាំងទុនជើងឈៀហងឈីវ